បងប្អូនគ្នាជាព័ត៌មានកំពុងតែផ្អើលនៅក្នុងប្រទេសថៃមែនទែនដោយហោរាជាន់ខ្ពស់មករុកនៅប្រទេសថៃបានដេញឲ្យនាយករដ្ឋមន្ត្រីលោកអនុទាននេះបាទចុះចេញពីតំណែងទៅបាទក្រោយការព្យាករឃើញថាជើងលេខរបស់នាយករដ្ឋមន្ត្រីថៃរូបនេះពិតជានាំភាពចង្រៃមកដល់ប្រទេសជាតិខ្លាំងមែនទែនបាទបងប្អូននេះគឺជាព័ត៌មានដែលកំពុងតែកក្រើកនៅឯប្រទេសថៃបាទដោយសារតែពាក់ព័ន្ធទៅនឹងតាំងពីលោកអនុទានឡើងទៅធ្វើជានាយករដ្ឋមន្ត្រីនេះបងប្អូនទាំងគ្នាប្រហែលជាដឹងថាមិនដែរប្រទេសថៃមានពេលស្រាក់ស្រានណាម្ដងទេហើយបើយើងនិយាយអំពីភាពវេទនាគឺអ្នករុស្ស៊ីនិងប្រជាជននៅតាមបន្ទាត់ព្រំដែនតែម្ដងបាទបើនិយាយអំពីបន្ទាត់ព្រំដែនរវាងកម្ពុជានិងថៃបាទ7ខេត្តដែលជាប់ជាមួយគ្នានេះម្នាក់គ្មានទៅបានរកស៊ីបាទលក់ទំនិញឲ្យកម្ពុជាយើងដូចមុនទេគឺអត់ទេបងប្អូនទាំងគ្នាគឺមានតែភាពនាំចង្រៃសម្បីតែនៅប្រទេសមីយ៉ាន់ម៉ាហ្នឹងក៏មានរឿងរ៉ាវនៅតាមបន្ទាត់ព្រំដែនសម្បីតែម៉ាឡេស៊ីហ្នឹងក៏មានបន្ទាត់ព្រំដែនហើយនៅភាគខាងត្បូងប្រទេសថៃហ្នឹងក៏មានពពួកក្រុមផ្ដាច់ខ្លួននឹងទៅទៀតណែរឿងរ៉ាវវាមិនចេះចប់មិនចេះហើយចង្រៃដល់ថ្នាក់ហ្នឹងអានេះឡើងមកដឹកនាំប្រទេសគឺមិនមែនដឹកនាំឲ្យប្រទេសបន្តទៅមុខទេក៏ប៉ុន្តែភាពចង្រៃភាពសោយហ្នឹងគឺមកទន្ទឹមនឹងគ្នាតែម្ដងអញ្ចឹងបងប្អូនគ្នាម្សិលមិញនេះគឺហោរាជាន់ខ្ពស់របស់ថៃម្នាក់បាទគាត់បានធ្វើការគូសវាសពាក់ព័ន្ធទៅនឹងជោគវាសនាឬក៏ថាតើថៃអាចនឹងជួបគ្រោះមហន្តរាយបែបណាក្រោយលោកអនុទានឡើងមកធ្វើជានាយករដ្ឋមន្ត្រីនេះមានបញ្ហាមិនចេះចប់មិនចេះហើយថ្មីនេះលោកសាស្ត្រាចារ្យរងប៊ុនបាទផៃរិនបាទដែលជាអតីតសមាជិកប្រធានព្រឹទ្ធសភារបស់ថៃបាទដែលត្រូវបានគេស្គាល់ជាទូទៅតាមរយៈរហស្សនាមថាហោរាសភាជាន់ខ្ពស់បានផ្ញើលិខិតចំហតាមរយៈកម្មវិធីព័ត៌មានបាទដែលមានឈ្មោះថារឿងរ៉ាវព្រឹកនេះរបស់ប៉ុស្តិ៍ទូរទស្សន៍លេខ3របស់ថៃនៅថ្ងៃទី13ខែកក្កដាឆ្នាំ2026នេះដើម្បីជំរុញឲ្យនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃចុះចេញពីតំណែងចេញជាបន្ទាន់មូលហេតុនៃការទាមទារនេះគឺផ្អែកទៅលើក្បួនហោរាសាស្ត្រដោយលោកប៊ុនលិចបានអះអាងថាជោគវាសនាបាទតារារិស័យរបស់ប្រទេសថៃគឺកំពុងតែស្ថិតនៅក្នុងភាពដុនដាបនិងរងនៅកម្ពុជានយោបាយយ៉ាងធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមកទេយ៉ាសត្វតែមានកម្ពុជានយោបាយទៀតបងប្អូនគ្នាលោកបានប្រមានថាប្រសិនបើរដ្ឋាភិបាលបច្ចុប្បន្ននៅតែបន្តកាន់អំណាចនិងបំពេញតួនាទីតទៅមុខទៀតវានឹងដឹកនាំប្រទេសជាតិឲ្យធ្លាក់ចូលទៅក្នុងសេដ្ឋកិច្ចវិនាសនិងមហន្តរាយនៅក្នុងវិស័យជាច្រើនដែលមិនអាចកែខៃបានបាទតាមរយៈការព្យាករណ៍របស់លោកថៃនឹងត្រូវប្រឈមមុខនឹងរលកវិបត្តិធំរួមមានគ្រោះបាទធម្មជាតិកម្រិតធ្ងន់បាទបញ្ហាអំពើពុករលួយដែលកាន់តែអាក្រក់ទៅនិងភាពអយុត្តិធម៌នៅក្នុងសង្គមដែលនឹងកើនឡើងជាលំដាប់នៅក្នុងពេលដ៏ខ្លីខាងមុខនេះដោយការចេញមុខមកដាក់សម្ពាធពីសំណាក់ហោរារូបនេះបានកើតចំបាទពេលដែលស្ថានភាពនយោបាយរបស់ថៃកំពុងតែស្ថិតនៅភាពមិនច្បាស់លាស់ស្របពេលដែលមានការកើតមាននៅសោកនាដកម្មនិងគ្រោះមហន្តរាយធំជាបន្តបន្ទាប់ដែលកើតឡើងនៅក្នុងប្រទេសថៃជាស្ដែងសោកនាដកម្មអគិភ័យដ៏រន្ធត់ឆាបឆេះនៅកន្លែងផឹកស៊ីតំបន់ណាតផៅការពីពេលថ្មីកន្លងទៅនេះក៏ត្រូវបានមជ្ឈមណ្ឌលជាច្រើនមើលឃើញថាជាផ្នែកមួយនៃភាពចលាចលនៅក្នុងប្រទេសដែលធ្វើឲ្យមហាជនចាប់ផ្ដើមទាមទាររកការទទួលខុសត្រូវពីរដ្ឋាភិបាលរបស់ប្រទេសថៃផ្ទាល់តែម្ដងទន្ទឹមនឹងនោះគណៈបកប្រឆាំងជាពិសេសគឺគណៈបកប្រជាជនក៏បានបង្កើតនៅយុទ្ធនាការដាក់សម្ពាធឲ្យរដ្ឋាភិបាលបង្ហាញការទទួលខុសត្រូវតាមផ្លូវនយោបាយដោយការរំលាយសភាឬក៏ការចុះចេញពីតំណែងដើម្បីបើកផ្លូវឲ្យមានការផ្លាស់ប្ដូរសារជាថ្មីពាក់ព័ន្ធទៅនឹងការដឹកនាំប្រទេសថៃបន្តទៅទៀតអញ្ចឹងបងប្អូនគ្នាដឹងថាពាក់ព័ន្ធទៅនឹងរឿងរ៉ាវនៅប្រទេសថៃនេះហាក់ដូចជាមិនមានភាពធូរស្បើយតតែសោះបាទហេតុអីរឿងរ៉ាវការពីពេលថ្មីកន្លងទៅនេះបងប្អូនអរគ្នាប្រហែលជាដឹងអីគឺខ្ញុំដឹងថាពាក់ព័ន្ធទៅនឹងព័ត៌មានថ្មីការពីពេលកន្លងទៅនេះប្រទេសថៃជួបគ្រោះមហន្តរាយមិនចេះចប់ព្រំដែនម៉ាឡេស៊ីក៏មានបញ្ហាហើយម៉ាឡេស៊ីក៏បានបិទការទិញចូលនៅគ្រឿងសមុទ្រពីថៃមួយចំនួនដែរហើយថៃនាយករដ្ឋមន្ត្រីថៃអនុទាននឹងទៅអណប់លោកអនុទានដោយលោកនាយករដ្ឋមន្ត្រីរបស់ម៉ាឡេស៊ីហ្នឹងដូចអីអញ្ចឹងទៅច្រៀងផងទៅរួមផងបាទទៅណាណីផងនៅលើឆាកលើអីអូយសពគ្រប់បែបយ៉ាងបាទគឺទៅហ្នឹងគឺដើម្បីបញ្ចុះបញ្ចូលនាយករដ្ឋមន្ត្រីរបស់ថាម៉ាឡេស៊ីឲ្យទិញគ្រឿងសមុទ្រចូលវិញអញ្ចឹង
anh chỉ bàn tha thay và tụ bây giờ lôi vào ban na cái đói bà út an tại bờ tây luôn khlang vào ban na cái đói có bàn tay là phải đẹp ba môi mi dần ma cho môi mà lấy xí ngắt chân thì ta bôi cho môi không ai chứ ở đây còn lại á cầm riêng anh đo còi cầm riêng sốt tay ở ai đo vào môi có bàn tay bong bồn mi dần ma ta lẹ khó bay bay cái nhiều hoàng ấy là tam prom đan banh cho tận đây thay tiệt có mình toàn khơi và tây thay những từ pra dân họ ai đọc vào môi bồng miên mi dần ma đây mi dần ma cái miên dân họ ta lẹ khó bay vào kì cái miên sập hiu tụm nớp trơn ở thì ở đây tới cầm riêng mi dần ma còn tay không ai còn là lư sầm lên gặp lương ta màn tính ô tranh lịch khất tranh nhát cao tu sao là cầm riêng mày nè hay họ ngay ở mà ngày mình cất thử ấy chứ cứ cất ta cầm riêng tha cầm pong ta pong rừng sầm mặt phía phổi ai chẳng miên sừng cream lược tỷ bầy ê what the fuck mà ngày mình cất thử ấy để bộ mê to phôm phệ bỏ kê là tam prom đan chop cho mình Campuchia năng vì thôi với cất tành chẳng vì ăn từ viên miên lôi gì của mình chẳng bàn thà bong năng nè anh thơ mấy thơ ta gãy trong thơ cho anh cầm pong ta bầm mô po tang đã on ra chiết à lớp sport một người ta bong bồn khang cái số ca bỏ tiền bỏ thay là p đại cho tôi này giấy là không lôi chụp bắp on ra chiết này giấy ở trên Campuchia miền pho tang chụp bao lo thà thấy này cầm pung tại liên biên Campuchia cầm pung tay rủng lốp đang đây thắp tay phía bao Campuchia mình men chia riêng thòm ra bạc này tôi cứ thấy liên biên mà Campuchia tạm rong hay sầm nô số ta com trâu té ao bờ tê thông tàu vay bờ tê tôi hay để đam vô tận đây Campuchia cầm sét luôn này là cái sport một ấy thấy này dụ làm thấy sport một anh vậy bản thân mình đo mà chân nam đi ai đừng miền ca bắt tạc cắm ở tầm lệ này dụ làm tây loại nó tiến tranh pi đầm này chạy chia bằng phàn còn nó tha du mình chắp dương có mình đừng ok con chào em xem ca tam na tesana cả bên này cho mà xôm group nâng chùm riệp lía dương nâng chụp nên là protein bom mình thay nâng update và to tiệt